ជំរាបសួរលោកគ្រូខ្ញុំប៊ុននីនក្នុងវីដេអូនេះដែរខ្ញុំសូមធ្វើការ record វីដេអូដែលទាក់ទងទៅនឹង USW នៅក្នុង Linux ដែលទាក់ទងទៅនឹងfirewall អញ្ចឹងជាដំបូងខ្ញុំសូម SSH ចូលទៅកាន់ server ដែលប្រើ command SSH user and IP អញ្ចឹងខ្ញុំសូមចូលតាមចូល password chẳng để thông cho mọi người comment thứ cuối nhưng xong chúng ta có sẽ comment sudo ufw nằm bỏ chẳng cho bộ comment nó cứ dương phở đồng bay enable suy bao nhiêu pertama chúng change status bao nhiêu là pernah comment sudo ufw status chẳng bắt đầu change hết giờ được khởi status bao nhiêu từ active chẳng comment bắt đầu mìnhធ្វើការ allow នៅ specific port producer នៅពេលដែលយើង host website របស់យើងយើងត្រូវការប្រើវាជាលក្ខណៈ https អញ្ចឹងចំពោះhttps វាត្រូវការចូលតាមport 443អញ្ចឹងដើម្បីបើក specific port ណាមួយយើងអាចប្រើប្រាស់ command sudo allow បន្តមកយើងវាយលេខ port ដែលយើងចង់enable ក្នុងករណីនេះគឺយើងប្រើ443អញ្ចឹងបន្ទាប់ពីយើង add ហើយយើងអាចធ្វើការ change status ម្ដងទៀតអញ្ចឹងនៅពេលដែលយើង check ម្ដងទៀតយើងឃើញ port 443 list មកដែរអញ្ចឹងដើម្បីបិទវាវិញយើងអាចប្រើ command sudo ufw deny បន្ទាប់មកport ដែលយើងចង់បិទអញ្ចឹងយើងបិទឲ្យមិញទៅគឺ443អញ្ចឹងបន្ទាប់ពីបិទហើយសូមទឹកយើងធ្វើការ check ទៅម្ដងទៀតអញ្ចឹងបន្ទាប់ពីយើងបិទហើយគឺយើងឃើញ action របស់វាគេដូរពី allow ទៅ deny វិញអញ្ចឹងចំពោះ command បន្ទាប់គឺ sudo ufw reset អញ្ចឹងចំពោះ command ហ្នឹងគឺយើងធ្វើការ reset នៅរូបផ្សេងៗទាំងអស់របស់file របស់យើងអញ្ចឹងយើងបើសិនជាយើងប្រើ command ហ្នឹងយើងចុច yes ក៏វាយអញ្ចឹងបន្ទាប់មកយើងធ្វើការ change status ម្ដងទៀតអញ្ចឹងបន្ទាប់ពីយើងបាន reset វាហើយ firewall របស់យើងគឺdeny ហើយអញ្ចឹងដើម្បីបើកមកវិញគឺយើងប្រើ command sudo ufw enable yes អញ្ចឹងយើង check status ម្ដងទៀតអញ្ចឹងគឺ status របស់យើងគឺ active វិញហើយអញ្ចឹងក្នុងករណីនេះយើងអត់ទាន់បិទ server របស់យើងទេដោយសារយើងធ្វើការ access តាមរយៈ port 22អញ្ចឹងយើងគួរតែបើក port ហ្នឹងវិញដោយប្រើ command sudo ufw port 22អញ្ចឹងបន្ទាប់ពីយើង add root នេះហើយយើងអាចធ្វើការ reload service របស់យើងហើយយើងធ្វើឲ្យ service របស់យើងមាន service មាន exchange ភ្លាមៗអញ្ចឹងយើងប្រើ command sudo ufw reload អញ្ចឹងយើង change status ម្ដងទៀតអញ្ចឹងនេះគឺយើងបានបើក port 22រួចរាល់អញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងលោកគ្រូអរគុណលោកគ្រូ